មុននេះបន្តិចសហព័ន្ធកីឡាអេឡិចត្រូនិកដែលហៅកាត់ថា EFC នៅអង្គរវត្តបានផុសបញ្ជាក់អំពី line up របស់អង្គរវត្តដែលតំណាងទៅ SEA Games 2026 ដោយបានប្រកាសសេចក្តីជូនដំណឹងថាដោយសារតែមានការវែកញែកនិងមានចម្ងល់ជាច្រើនទាក់ទងនឹង line up របស់អង្គរវត្តការមូលហេតុអ្វីទើបជាក្រុម Viger Apex ជាអ្នកទៅលេងនៅ ASEAN Games 2021តំណាងឲ្យកម្ពុជាមូលហេតុនោះគឺដោយសារតែ Viger Apex បានលេងនៅវគ្គជម្រុះដោយឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បានយកឈ្នះទៅលើក្រុម Wahala អញ្ចឹងហើយទៅ Viger Apex ជាអ្នកតំណាងជាតិទៅការប្រកួតនៅ SEA Games 2026ហើយមួយវិញទៀតក្រុម Viger Apex ក៏បានខ្ចីដៃ Jungler របស់ក្រុម CRU ដែលជាញ៉ែមចន្ទវ៉ាន់ឬក៏អ្នកទាំងអស់គ្នាស្គាល់ថា Detective ដើម្បីមកចូលរួមក្រុមដើម្បីប្រកួតតំណាងជាតិ ASEAN Games 2026ហើយនេះគឺជា line up ដែលអ្នកនរគ្នាដែលមានចម្ងល់ហើយពេលនេះ ESC ក៏បានស្រាយចម្ងល់អ្នកនរគ្នាហើយថាហេតុអ្វីបានជា Viger Apex ជាអ្នកទៅលេងតំណាងជាតិអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងបានស្រាយចម្ងល់ទាក់ទងនឹង roster របស់ ASEAN Games 2021របស់អង្គរវត្ត